បរិយាកាសបែបនេះបើសិនជាមានមិត្តភ័ក្តិពីរបីនាក់ទៅអង្គុយអាំងសាច់មើលថ្ងៃលិចនេះពេលល្ងាចហើយនៅក្បែរជើងភ្នំយាយទៀតមិនដឹងល្អយ៉ាងណាទេតែមិនអីទេសម្រាប់ខ្ញុំម្នាក់ឯងក៏បានដែរហើយនេះគឺជាកន្លែងគេងដែលរៀបចំបានស្អាតមែនទែននៅក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបងហើយចង់ដឹងថាកន្លែងគេងមួយនេះមានឈ្មោះអីខ្ញុំនឹងប្រាប់នៅក្នុងវីដេអូមួយនេះជំរាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីហើយនេះគឺជាវីដេអូដែលខ្ញុំចង់ណែនាំពីកន្លែងគេងដ៏ស្អាតនៅក្នុងស្រុកសំឡូតក៏ដូចជាបរិយាកាសជុំវិញនឹងផ្លូវនៃការធ្វើដំណើរចូលទៅកាន់កន្លែងគេងជាពិសេសហ្នឹងគឺ sunset នៅពេលល្ងាចគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានចេញពីទឹកធ្លាក់សំឡូតខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងគេងមួយនេះហើយឥឡូវបានមកដល់ច្រកចូលហើយនៅពេលដែលចូលដំបូងនេះគឺបានជួបជាមួយនឹងសត្វចៀមខ្ញុំស្រឡាញ់ជាងគេគឺអាចកូនចៀមពណ៌សនេះ cute មែនទែនមកអ្នកទាំងអស់គ្នាជួបជីវអត់ខ្ជូតបន្ទាប់មកខ្ញុំចូលមក check in ឡើងបុគ្គលិកគេសួរថាមកម្នាក់ខ្ញុំប្រាប់ថាមកម្នាក់ឯងគាត់អត់ចង់ជឿណាហើយខ្ញុំសូមសរសើរបុគ្គលិករបស់គាត់ណាគាត់ណែនាំពីកន្លែងនេះកន្លែងនោះរបស់គាត់នឹងតម្លៃមិនដែរ view ពេលល្ងាចមិនដែរគាត់ recommend ថាគួរតែកន្លែងណាពេលល្ងាចស្អាតអីហ្នឹងគឺប្រាប់ទាំងអស់តែម្ដងហើយខ្ញុំក៏បាន select កន្លែងដែលលើគេដើម្បីមើល sunset មកកាន់តែស្អាតហើយយើងមានអាំងសាច់អាំងអីចឹងណាហើយតំណើងដែរកន្លែងនេះដេកស្ដាប់ព្រៃយំអ្នកទាំងគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំបាន check in ហើយសល់ពេលរៀងច្រើនដែរខ្ញុំក៏បានដើរមើលកន្លែងគេណាឃើញមានបឹងកាឡូជាច្រើនប្រភេទមែនទែនមានទាំងកន្លែងបោះតង់នៅខាងក្រោមមានទាំងកន្លែងបោះតង់នៅខាងលើហើយកន្លែងលើហ្នឹងអាចបោះបានទៅ 4-5 តង់នៅខាងលើគេហើយចាំខ្ញុំបង្ហាញទស្សនវិជ្ជានេះពេលល្ងាចដែរកន្លែងដែលខ្ញុំបោះតង់នឹងថាស្អាតប៉ុណ្ណាពេលថ្ងៃលិចហ្នឹងអញ្ចឹងឥឡូវសូមដើរមើលកន្លែងគេសិនព្រោះដោយសារសល់ពេលច្រើនគួរសមដែរអញ្ចឹងយើងក៏ដើរមើលទៅព្រោះដោយសារហេងតិចផងឥឡូវតែជាប់ចិត្តជាមួយនឹងកន្លែងគេងរបស់គេណាអូខ្ញុំភ្លេចប្រាប់ឈ្មោះកន្លែងមួយនេះមានឈ្មោះថាផ្កាព្រៃរីសតដែលនៅក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណជា70គីឡូទៅ80គីឡូពីក្រុងបាត់ដំបងនិយាយពីថាផ្លូវនៃច្រកចូលរបស់គេហ្នឹងគាត់ជិះចូលហ្នឹងក៏មានអារម្មណ៍ថាស្រស់ស្រាយដែរព្រោះអមទៅដល់ជាការរងភ័ព្វបេតុងនៅតាមផ្លូវតែម្ដងដោយតែអ្នកគ្នាបានដឹងជាងស្រុកសំឡូតគឺជាស្រុកមួយដែលសម្បូរទៅដោយផ្លែឈើហូបផ្លែជាច្រើនជាពិសេសគឺផ្លែតារ៉េនេះតែម្ដងគាត់ថាខ្ញុំទៅនេះខ្ញុំស្ដាយដោយសារខ្ញុំទៅអត់ចំពេលអាចនឹងចាំមើលដល់ខែផ្លែឈើខ្ញុំនឹងទៅម្ដងទៀតជាពិសេសខ្ញុំចង់ទៅភ្លក់ផ្លែតារ៉េនដោយផ្ទាល់តែម្ដងហើយកន្លែងនេះក្រៅពីកន្លែងគេងក៏មានកន្លែងលក់កាហ្វេមានកន្លែងអង្គុយញ៉ាំកាហ្វេមើលទេសភាពអីចឹងមើលទៅឈៀខ្លាំងមែនតើកន្លែងរបស់គាត់នេះនិយាយរួមទៅខ្ញុំទៅសាក់ថ្មជីវិតលើកនេះមានអារម្មណ៍ថាពេញល្អខ្លាំងមែនតើឡើងហ្វូលតែម្ដងជាពិសេសគឺថាកយគុណទេសភាពនៅតាមចលងភ្នំចេះអូនិយាយពីថា peaceful ខ្លាំងហ្មងអញ្ចឹងនៅចាំការទៀតមែនសិនគ្នា3 4 5 6 7 8 9 10នាក់ទៅតលេងទាំងអស់គ្នាឲ្យកុំភ្លេចជាពេលល្ងាចណាចាំមើលខ្ញុំបង្ហាញទេសភាពពេលល្ងាចមើលថ្ងៃលិចទៀតអាំងសាច់អាំងអីទៀតមកអូយតំណងខ្លាំងហ្មងគាត់ខ្ញុំនិយាយហ្នឹងអ្នកគ្នាកំពុងតែសម័យមើលទៅដល់កន្លែងហ្នឹងបាត់ហើយមិនដឹងសំខាន់ទៅកន្លែងជាបែបនេះទៅម្នាក់ឯងចឹងអូយមានអារម្មណ៍ថាឯកាមែនទេប៉ុន្តែសម្រាប់ខ្ញុំវាមិនអីទេអ្នកគ្នាដោយសារយើងទ្រលាប់ដើរម្នាក់ឯងចឹងអញ្ចឹងមិនជាបញ្ហាសម្រាប់ខ្ញុំទេណាមួយយើងបានសួរព័ត៌មានគេច្បាស់លាស់ដែរតាក់ទងជាមួយនឹងកន្លែងគេងកន្លែងញ៉ាំហើយកន្លែងហ្នឹងមានកន្លែងដើរលេងណាខ្លះអីអញ្ចឹងណាអញ្ចឹងគាត់ក៏បានរៀបរាប់ប្រាប់ខ្ញុំដែរអញ្ចឹងយើងបានដឹងព័ត៌មានអញ្ចឹងយើងស្រួលហើយថាយើងត្រូវធៀមទៅកន្លែងណាអញ្ចឹងទៅមកឥឡូវល្ងាចល្មមអង្គុយចាំសាច់អាំងគេយកមកពួកយើងបាន order គេហើយទីទៀតគឺសាច់អាំងមកដល់ហើយអង្គុយមើលថ្ងៃលិចជាអូយកប់សេរីតែម្ដងបាទហើយសួរថាមកជីវិតនេះមានម៉ានដងសម្រាប់ខ្ញុំម៉ានដងក៏បានដែរបាទហើយនិយាយពីថាថ្ងៃលិចនឹងគឺស្អាតខ្លាំងមែនទែនអ្នកគ្នាហើយបានអង្គុយញ៉ាំសាច់អាំងមើលថ្ងៃលិចចេះទៀតណាហើយមានគ្នាពីអ្នកមកអូនិយាយពីថាជាស្លាប់តែម្ដងអ្នកគ្នាអើយអូខ្ញុំសុំសរសើរអ្នកគ្នាឈុតទៅ5 10 រៀលណាមើលសាច់នេះមានបកាមានប្រហិតបន្លែទឹកជ្រលក់